ថ្ងៃនេះខ្ញុំសូមណែនាំបងប្អូននៅមកស្គាល់កន្លែងដើរលេងមួយកន្លែងដែលមើលទេសភាពថ្ងៃលេងស្រស់ស្អាតខ្លាំងមែនទែនដែលភាគច្រើនក៏តែងតែមើលរំលងគេមើលរំលងត្រូវហើយព្រោះកន្លែងនេះអត់ដែលមានណាស្គាល់ខ្ញុំជឿជាក់ថាបងប្អូនក៏ចូលចិត្តទេសភាពបែបនេះដែរជាមួយនឹងវាលស្រែវាលស្រូវជាប់ជាមួយនឹងជើងភ្នំដ៏ស្រស់ស្អាតជាមួយនឹងទេសភាពដ៏ខៀវស្ងាត់បែបនេះបើសិនជាបងប្អូនធ្វើដំណើរចេញពីប្រាសាទបឹងមលេឆ្ពោះទៅទីក្រុងសៀមរាបបងប្អូនគ្រាន់ធ្វើដំណើរហួសប៉ុស្តិ៍មេព្រៃប្រហែលជា200ម៉ែត្រហើយនឹងមានស្ពានមួយជាមួយនឹងផ្លូវលំហើយបងប្អូនផ្លូវហ្នឹងក៏អាចជិះទៅដល់ចម្លាក់សត្វមកដែរបងប្អូនជិះមកដល់ពាក់កណ្ដាលផ្លូវឃើញអាសនាឡចបងប្អូនជិះទៅត្រង់ប្រហែលជា300ម៉ែត្រទៀតទៅដល់បើសិនជាបងប្អូនចង់ទៅទស្សនាចម្លាក់សត្វមកបងប្អូនគ្រាន់តែធ្វើដំណើរទៅមុខទៀតប្រហែលជា5គីឡូម៉ែត្រតែខ្ញុំសូមឲ្យបងប្អូននាំអ្នកស្គាល់ផ្លូវមកផងព្រោះនៅទីនោះមានព្រៃច្រើនឥឡូវបងប្អូនបងមើលទេសភាពយើងវិញម្ដងគឺស្អាតណាស់ជាពិសេសនៅរដូវវស្សានេះតែម្ដងរដូវកាលបៃតងជារដូវកាលស្លឹកឈើខៀវខ្ចីទេសភាពវាជាបងប្អូនមកនៅរដូវកាលផ្ការីកគឺទេសភាពស្អាតជាមួយនឹងទេសភាពពណ៌មាសដែលភាសាអង់គ្លេសគេហៅថា Golden Time